បងប្អូនដែលចូលចិត្តញ៉ាំខ្ទឹមជ្រក់ហើយចង់ចេះពីវិធីធ្វើញ៉ាំនៅផ្ទះដោយខ្លួនឯងអាចមើលក្នុងវីដេអូនេះបានខ្ទឹមជ្រក់ហ្នឹងគឺធ្វើឆាប់បានញ៉ាំទេបងប្អូនតែ3 4ថ្ងៃហ្នឹងគឺបាត់ហាងបានញ៉ាំហើយខ្ទឹមរបស់យើងធ្វើចេញមកសបល់គឺឡើងខៀវល្អអញ្ចឹងហ្មងណាហើយធ្វើម្ដងទុកបានរាប់ខែអត់ងាយខូចទេហើយគ្រឿងផ្សំដំបូងគឺជាខ្ទឹមហ្នឹងឯងខ្ទឹមហ្នឹងបងប្អូនទិញរើសមើលអាណារាងសបល់រាងក្រហមអញ្ចឹងណាបងប្អូនកុំយកអាណាសបាទសគឺខ្ទឹមនឹងអត់ទាន់ចាស់ល្អទេបាទណាសបល់ក្រហមមកបានឈ្ងុយល្អហើយខ្ទឹមនឹងដំបូងគេយើងប្រឡេះវាបរិយាដាក់ក្នុងចានមួយអញ្ចឹងមកហើយខ្ញុំអត់ធ្វើច្រើនទេបងប្អូនខ្ទឹមនឹងគឺខ្ញុំប្រឡេះប្រហែលជាមួយខាំកន្លះទេខ្ញុំដាក់មកកូនកន្លតូចនេះណាបងប្អូនហើយដំបូងគេនឹងយើងដាក់ត្រាំទឹកចោលសិនទៅដាក់ត្រាំទឹកក្តៅអ៊ុនណាអញ្ចឹងហើយខ្ញុំដាក់ទឹកត្រជាក់លាយជាមួយទឹកក្តៅទុកវាចោលប្រហែលជា20នាទីទៅ30នាទីទៅគឺងាយស្រួលបកមែនតើបងប្អូននិយាយទៅគឺបកឡើងស្រួលដូចបកចេកហ្មងគឺសបករបស់វានឹងឡើងអលងហើយអត់មានស្អិតអត់មានអីទេបងប្អូននិយាយទៅខ្ទឹមនឹងខ្ញុំបកតែមួយផ្លែតហើយសម្រាប់បងប្អូនណាដែលធ្វើខ្ទឹមច្រើនម្ដង1គីឡូ2គីឡូអាចប្រើតាមតិចនិចដែលខ្ញុំបានប្រាប់ណាធានាថាបកគឺមកស្រួលហ្មងហើយយើងទុកខ្ទឹមឲ្យស្រស់ទឹកសិនមកយើងមកលាយទឹកខ្មេះម្ដងចំពោះទឹកខ្មេះនេះគឺខ្ញុំដាក់តែ100មីលីលីត្រទេណាបងប្អូនហើយក្នុងនឹងខ្ញុំបន្ថែមអំបិលកន្លះស្លាបព្រាកាហ្វេហើយនឹងប៊ីចេងកន្លះស្លាបព្រាកាហ្វេដែរបន្ទាប់មកយើងកូរឲ្យវារលាយសព្វល្អមកហើយទឹកនឹងយើងអត់មានយកទៅដាំយកទៅអីណាបងប្អូននិយាយទៅគឺយើងប្រើទឹកខ្មេះឆៅហ្មងបន្ទាប់ពីយើងទុកខ្ទឹមឲ្យបានស្ងួតស្រស់ទឹកហើយយើងយកវាមកកាត់ក្បាលកាត់កតុយអានេះដោយសារខ្ញុំកាត់ខាងក្បាលរួចរាល់ហើយបងប្អូនអញ្ចឹងហើយយើងកាត់តែខាងកតុយបានហើយចំពោះខ្ទឹមជ្រក់ហ្នឹងបើសិនជាបងប្អូនអត់កាត់ក្បាលអត់កាត់កតុយវាទេគឺអត់ងាយចូលជាតិហ្មងហើយចំពោះកន្លវិញបងប្អូនត្រូវប្រើកន្លណាដែលស្ងួតល្អប្រើកន្លកែវក៏បានកន្លជ័រក៏បានបន្ទាប់ពីយើងរៀបចំខ្ទឹមដាក់ចូលរួចរាល់ហើយយើងដួសទឹកខ្មេះដែលយើងបានលាយហើយហ្នឹងយើងចាក់ចូលក្នុងកន្លខ្ទឹមហ្នឹងឲ្យបានពេញល្អមកហើយសម្រាប់បងប្អូនណាដែលអត់ចង់ដាក់អំបិលដាក់ប៊ីចេងក្នុងហ្នឹងក៏បានដែរចំពោះក្បួន original របស់ចិនហ្មងគឺគេអត់ដាក់អីទេបងប្អូនគេចាក់តែទឹកខ្មេះចូលក្នុងហ្នឹងទៅគឺវាចូលជាតិបានញ៉ាំហើយប៉ុន្តែចំពោះខ្ញុំគឺខ្ញុំអត់ចង់ឲ្យវាជូរសុទ្ធអញ្ចឹងណាខ្ញុំចង់ឲ្យវាមានរសជាតិប្រៃតិចដែរបើខ្ញុំលាយអំបិលបន្តិចហើយនឹងប៊ីចេងបន្តិចចូលហើយទឹកខ្មេះហ្នឹងយើងដាក់មកលិចខ្ទឹមណាបងប្អូនសេរីធ្វើម៉េចឲ្យបានលិចខ្ទឹមមកហើយបន្ទាប់មកហ្នឹងគឺទុកចោលនៅក្នុងផ្ទះបាយធម្មតាហ្នឹងណាទុកប្រហែលជា4 5ថ្ងៃទៅគឺវាចូលជាតិញ៉ាំបានហើយបញ្ជាក់បងប្អូនទឹកខ្មេះហ្នឹងអត់មានយកទៅដាំទេណាយើងប្រើទឹកខ្មេះឆៅហ្មងព្រោះអីទឹកខ្មេះគឺជាប្រភេទដែលយើងអាចញ៉ាំឆៅបានទេអញ្ចឹងបងប្អូនបើចំយកទៅដាំទេហើយបន្ទាប់ពីខ្ញុំទុកចោលបាន4 5ថ្ងៃគឺវាចាប់ផ្ដើមឡើងសបល់ឡើងខៀវបងប្អូននិយាយទៅមួយថ្ងៃខៀវបន្តិច2ថ្ងៃខៀវបន្តិចអញ្ចឹងណាហើយបន្ទាប់ពីបាន4 5ថ្ងៃហ្នឹងគឺយើងអាចយកមកញ៉ាំបានហើយបងប្អូនតែប៉ុណ្្នឹងទៅគឺវាលែងហាងហើយបើថានៅហាងគឺនៅតិចអញ្ចឹងណាទុកបន្តទៀតគឺលែងហាងយកហ្មងហើយចំពោះខ្ទឹមជ្រក់ហ្នឹងអត់ចាំបាច់ទុកក្នុងទូទឹកកកទេបងប្អូនទុកចោលតែនៅក្រៅហ្នឹងគឺទុកបានរាប់ខែហ្មងហ្នឹងហើយបងប្អូននេះគឺជ្រក់ខ្ទឹមរបស់ខ្ញុំបន្ទាប់ពីទុកបាន5ថ្ងៃគឺយើងអាចយកញ៉ាំបានហើយបងប្អូនតាមពិតទៅខ្ទឹម4ថ្ងៃអីហ្នឹងគឺលែងហាងញ៉ាំបានហើយប៉ុន្តែនេះដោយសារតែខ្ញុំរវល់អត់ទាន់បានថតអញ្ចឹងណាអញ្ចឹងឲ្យទុកដល់ឡើង5ថ្ងៃហើយសបល់របស់គេហ្នឹងបងប្អូនគឺឡើងខៀវគឺវាលែងនៅសដូចមុនទេហើយខៀវហ្នឹងពេលដែលវាបាន3ថ្ងៃគឺខៀវខ្លាំងជាងហ្នឹងបងប្អូនមួយថ្ងៃវាចាប់ផ្ដើមខៀវបន្តិច2ថ្ងៃខៀវបន្តិច3ថ្ងៃគឺខៀវខ្លាំងហ្មងប៉ុន្តែដល់តែបាន4ថ្ងៃ5ថ្ងៃអីចឹងទៅវាចាប់ផ្ដើមថយសបល់មកនៅប៉ុណ្្នឹងវិញបងប្អូនគឺសបល់វាហ្នឹងនៅសល់លក្ខណៈថាវាអត់ខៀវខ្លាំងវានៅលក្ខណៈបៃតងអញ្ចឹងណាហើយសូម្បីតែទឹករបស់វាក៏បដូរទៅជាពណ៌បៃតងដែរនេះអាទឹកយើងត្រាំហ្នឹងណាហើយសម្រាប់ខ្ទឹមជ្រក់ហ្នឹងបងប្អូនបើចំទុកក្នុងទូទឹកកកទេទុកនៅក្រៅចោលបងប្អូនបានរាប់ខែអត់ចេះខូចទេហដងខ្ញុំធ្វើម្ដង3ខែ4ខែអីអញ្ចឹងណាបើខ្ញុំញ៉ាំអត់3ខែ4ខែខ្ញុំចាប់ដើមធ្វើតទៀតហើយអត់ខូចទេបងប្អូននិយាយទៅខ្ញុំញ៉ាំដល់តែកពឹសចុងក្រោយហ្មងអញ្ចឹងហើយបងប្អូនណាដែលអត់មានទូទឹកកកក៏អត់អីដែរកុំភ័យថាធ្វើហើយតើទុកក្នុងទូទឹកកកបានទុកញ៉ាំបានយូរអត់ទេបងប្អូនឡើងចូលជាតិឆ្ងាញ់ហ្មងបងប្អូននិយាយទៅ
គឺវាចូលជាតិអញ្ចឹងណាហើយមួយទៀតគឺលែងហាងបងប្អូនយើងញ៉ាំទៅអត់មានអារម្មណ៍ថាហាងខ្ទឹមសំបីតែមិនទេហើយសម្រាប់ខ្ទឹមជ្រក់ហ្នឹងណាបងប្អូនអត់ចង់ដាក់អំបិលឬក៏ប៊ីចេងដូចខ្ញុំក៏បានដែរយើងគ្រាន់តែចាក់ទឹកខ្មេះក៏បានដែរណាចាក់ទឹកខ្មេះក៏ជូរបានញ៉ាំដែរបងប្អូនគ្រាន់តែថាធ្វើម៉េចគឺយើងកាត់ក្បាលកាត់កន្ទុយរបស់វាដើម្បីឲ្យវាចូលជាតិអញ្ចឹងណាបើសិនជាបងប្អូនដាក់ខ្ទឹមទាំងមូលហ្មងអត់ងាយចូលជាតិទេយើងកាត់ក្បាលកាត់កន្ទុយទៅបានទឹកខ្មេះហ្នឹងវាចូលណាបងប្អូនវាចូលតាមក្បាលតាមកន្ទុយដែលយើងបានកាត់អញ្ចឹងបានវាឡើងពណ៌បៃតងហើយមួយទៀតគឺវាឆាប់សាបជាតិហាងណាបងប្អូនយើងកាត់ក្បាលកាត់កន្ទុយចឹងទៅឆាប់បានញ៉ាំមែនតើបើយើងអត់កាត់ទេងាយទេបងប្អូនគឺយូរទៅមកតែវាសាបជាតិហាងអស់អញ្ចឹងទៅនិយាយទៅមកឆ្ងាញ់ហ្មងអានេះបើបានញ៉ាំជាមួយកាទៀវជាមួយអីទៀតត្រូវហ្មងណាឆ្ងាញ់មែនតើបងប្អូនអានេះយើងទុកចោលនឹងគេឲ្យទឹកខ្ទង់4ថ្ងៃ5ថ្ងៃអីយកញ៉ាំបានទេណាបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានចិត្តមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ